Hello everybody សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតមេរៀននឹងទៀត lesson 5មេរៀនទី5 I'm cold បានន័យថាខ្ញុំត្រជាក់ It's big វាគឺធំ It's small វាគឺតូច She is beautiful នាងគឺស្អាត He's ugly គាត់គឺកខ្វក់ He's old គាត់គឺចាស់ The boy is young ក្មេងប្រុសនោះគឺក្មេង The suitcase is old វ៉ាលីនោះគឺចាស់ The phone is new ទូរស័ព្ទនេះគឺថ្មីដកហ្នឹងយើងអាចបកថានេះក៏បាននោះក៏បាន The man is very rich បុរសនោះគឺមានណាស់ The woman is very poor ស្ត្រីនោះគឺក្រណាស់ The fan is very expensive កង្ហារនេះគឺថ្លៃណាស់ The bike is very cheap កង់នេះគឺថោកណាស់ Fan នេះកង្ហារ bike នេះកង់ The book is sick សៀវភៅនេះគឺក្រាស់ The notebook is thin សៀវភៅសរសេរនេះគឺស្ដើង The glass is full កែវនេះគឺពេញ The cup is empty ពេលនេះគឺទទេបានន័យថាអត់មានទឹកសោះអត់មានអីសោះឥឡូវយើងរៀនពាក្យ rich នឹងមាន poor ក្រ full នឹងពេញឬមកក៏ឆ្អែតឧទាហរណ៍ I'm full បានន័យថាខ្ញុំឆ្អែតហើយអញ្ចឹងយើងអាចបកបានពីរ empty នេះទទេអត់មានអីសោះ sick ក្រាស់មិនក្រាស់សសក់ហ្នឹងដូចក្រាស់ដូចសភៅរាំងក្រាស់អីណាបើក្រាស់សសក់ខំវិញខំក្រាស់សសក់នេះ sin បកថាស្ដើងឬមកក៏ស្គម old នេះចាស់ new ថ្មី cheap នេះថោក expensive ថ្លៃ tall ខ្ពស់ short ទាបឬមកក៏ខ្លី fat នេះថត់ strong ខ្លាំង weak នឹងខ្សោយ young ក្មេង beautiful ស្អាតស្រស់ស្អាតពិរោះ ugly ក៏ខ្វក់ក៏ក្រេកមិនស្អាត long នឹងវែងហ្នឹងសារពាក្យផ្ទុយគ្នាជាគុណនាមថាវាជាគុណនាមទាំងអស់ adjective គុណនាមចឹងរៀនអានតាមខ្ញុំមើលវីដេអូហ្នឹងទៅនឹងចេះហើយងាយស្រួល
ឥឡូវខ្ញុំអានឲ្យម្ដងទៀត It's big It's small She is beautiful He's ugly He's old The boy is young The suitcase is old The phone is new The man is very rich The woman is very poor The friend is very expensive The bike is very cheap The book is sick The notebook is thin The glass is full The cup is empty Rich Poor Full Empty Sick Thin Old New Cheap Expensive Tall Short Fat Strong Weak Young Beautiful Ugly Long Ok, video នឹងមានតែប៉ុណ្្នឹងទេ Thank you for watching this video អរគុណដែលបានទស្សនាវីដេអូនេះជួបគ្នានៅមេរៀនក្រោយ See you next time. Bye bye.